តាមក៏ប៉ុន្តែជីវិតជាប្តីគេវាពិតជាលំបាកហើយនឹងហត់នឿយខ្លាំងមែនទែនកើតមកជាមនុស្សប្រុសចិត្តវិញ្ញាណជាកម្មសិទ្ធិរបស់ឪពុកម្ដាយរូបរាងកាយជាកម្មសិទ្ធិរបស់ប្រពន្ធចំណែកឯពេលវេលាជាកម្មសិទ្ធិរបស់កូនមានតែស្នាមជ្រៅឈូននៅលើផ្ទៃមុខតែមួយគត់ដែលជាកម្មសិទ្ធិផ្ទាល់ខ្លួនកើតមកមានរូបរាងសង្ហាគេថាជាមនុស្សប្រុសព្រានកើតមករូបរាងមិនបានគ្មានមនុស្សស្រីណាគេយកភ្នែកមើលមិនចេះរកលុយគេថាជាមនុស្សប្រុសគ្មានកំណើតរកលុយបានតិចគេថាជាមនុស្សប្រុសគ្មានសមត្ថភាពនៅផ្ទះមើលថែទាំកូនគេថាជាមនុស្សប្រុសកំសាកខ្លាចប្រពន្ធទៅខិតខំរកលុយនៅខាងក្រៅគេថាជាមនុស្សប្រុសគ្មានពេលវេលាគ្រប់គ្រាន់មើលថែទាំប្រពន្ធកូនមនុស្សប្រុសត្រូវខិតខំរកស៊ីទាំងថ្ងៃទាំងយប់មិនអាចបន្តែមិនឲ្យខ្លួនបានទេព្រោះខ្លួនត្រូវមានអំរែកផ្គត់ផ្គង់ចិញ្ចឹមបីបាច់ថែរក្សាក្រុមគ្រួសារទាំងមូលមានអារម្មណ៍ថាខ្លួនឯងកំសត់ប៉ុន្តែមិនអាចសម្រត់ទឹកភ្នែកបានចិត្តកាយខ្សោះអស់កម្លាំងប៉ុន្តែត្រូវមកដៃអាវលាត់ជើងខោបន្តដំណើរទៅមុខទៀតធ្វើដូចគ្មានរឿងអ្វីកើតឡើងមានមនុស្សមួយចំនួនក៏លើកឡើងថាមនុស្សស្រីក៏មានទំនួលខុសត្រូវដូចគ្នាត្រូវរកលុយផងត្រូវមើលផ្ទះសម្បែងផងត្រូវធ្វើការរកស៊ីនៅខាងក្រៅផងមនុស្សប្រុសមានទំនួលខុសត្រូវតែរកលុយមួយមុខគត់ក៏បានយើងនិយាយបែបនេះវាមិនខុសគេតែធាតុពិតវាផ្សេងដល់មកដល់ត្រង់ចំណុចនេះតើយើងជាមនុស្សស្រីដែលជាប្រពន្ធមិនមានចិត្តចង់រត់ទៅអោបប្តីរបស់យើងបន្តិចទេឬគ្រាន់តែក្រោកមកពីព្រលឹមភ្លាមពួកគាត់ត្រូវមានកាតព្វកិច្ចតបស្នងសងគុណឪពុកម្ដាយធ្វើជាឪពុកធ្វើជាប្តីមើលថែទាំប្រពន្ធកូនជាបង្អែកសម្រាប់គ្រប់គ្នាតែគ្មាននរណាម្នាក់ធ្វើជាបង្អែកសម្រាប់គាត់ឡើយដូច្នេះហើយក្នុងនាមយើងជាប្រពន្ធក្នុងនាមយើងជាដៃគូជីវិតរបស់គាត់បើសិនជាយើងអាចលើកទឹកចិត្តគាត់បន្តិចបើសិនជាយើងអាចមិនរអ៊ូរកំតែបន្តិចបើសិនជាយើងអាចកុំមើលអំណាចគ្នាតែបន្តិចជួយសម្រាប់បន្ទោគាត់តែបន្តិចនោះទោះបីជាគាត់ជួបការលំបាកប៉ុណ្ណាក៏គាត់គិតថាវាស័ក្តិសមជាមួយនឹង